Hello សួស្តីអ្នកទាំងគ្នាវីដេអូនេះខ្ញុំនឹងបង្រៀនអ្នកគ្នាអំពីរបៀបនៃការធ្វើឲ្យកុំព្យូទ័រយើងដើរ smooth ដើរលឿនអញ្ចឹងជាដំបូងយើងចូលមក refresh វា1 2មកបើសិនអ្នកអាចពេញចិត្តវីដេអូនេះសូមជួយចុច subscribe ដើម្បីទទួលបានវីដេអូបន្តទៀតចុច recycle bin នេះថាកន្លែងរូបដូចវីដេអូឬក៏ទិន្នន័យដែលយើងលុបមកចូលកន្លែងហ្នឹងអញ្ចឹងយើងចុច Ctrl A លុបទាំងអស់មកអូខេបន្ទាប់មកយើងចូលមកកន្លែង Windows ទៅយើងចុច All Windows All ទៅយើង search ពាក្យ MOT យើងចុចពាក្យ MOT មកតោះបើយើងចុចពាក្យ MOT មកវាពងដើរឲ្យតែយើងចុច Next នេះកន្លែងនេះវាមាន3 option មាន scan ធម្មតា scan full និង custom អញ្ចឹងខ្ញុំយកទី1វារៀងលឿនអូខេតោះមកខ្ញុំចុចទី1ហ្នឹងវាដើរបន្ទាប់មកវាដើរអាហ្នឹងវារៀងយូរតិចអញ្ចឹងខ្ញុំអាចនឹងចុចវាធ្វើពាក់កណ្ដាលទីដើម្បីកុំឲ្យវីដេអូយើងវែងអញ្ចឹងខ្ញុំចុចមកចុចវាមកឲ្យនេះតិចមកវាដើរខ្ញុំចុចអញ្ចឹងហើយខ្ញុំចុច finish ហើយទៅមួយទៀតយើងចូលមក setting ចុច setting មកនេះចុច privacy and security អញ្ចឹងយើងយក Windows security ហើយទៅយើងយកកន្លែង virus and threat protection អញ្ចឹងខ្ញុំចុចនេះវាមាន option 3ដែរតែយើងយក scan quick ធម្មតាអញ្ចឹងវាកំពុងតែដើរអញ្ចឹងវាអាចនឹងយូរដែរអញ្ចឹងខ្ញុំអាចនឹងបិទវាឲ្យមុនដើម្បីកុំឲ្យវាយូរអញ្ចឹងនេះកន្លែងហ្នឹងចុចកន្លែងហ្នឹងចុច cancel យកមកដើម្បីកុំឲ្យវីដេអូហ្នឹងរៀងវែងអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងបើសិនអ្នកទាំងអស់គ្នាពេញចិត្តវីដេអូនេះសូមជួយចុច subscribe ដើម្បីទទួលបាននូវវីដេអូ